ជាដំបូងជំរាបសួរលោកគ្រូក៏ដូចជាសួស្តីទាំងអស់គ្នាខ្ញុំឈ្មោះហូហ៊ីមិញហូហើយចំពោះថ្ងៃនេះខ្ញុំមកធ្វើការប្រាប់អំពីរបៀបនៃការដំឡើង VirtualBox ជាមួយនឹង Ubuntu Server ដែលជាដំបូងឡើយគឺយើងត្រូវការ download នៅ software ឈ្មោះ VirtualBox ហ្នឹងដែលយើងអាចdown software ហ្នឹងបានមកពី web server យើងអាច search ថា download VirtualBox ផ្សំទៀតវានឹងបង្ហាញផ្ទាំងនេះដែលវាឲ្យយើងជ្រើសទៅតាម device របស់យើងប្រើប្រាស់បើយើងប្រើប្រាស់ជាពួកប្រភេទ Mac យើងអាចយក Mac នេះបានហើយបើយើងប្រើប្រាស់ជា Windows យើងអាចយក Windows នេះចំពោះខ្ញុំប្រើ Windows អញ្ចឹងខ្ញុំចុច Windows host នេះមកតែដោយសារតែខ្ញុំមាន software នឹងហើយអញ្ចឹងខ្ញុំចុច cancel ហើយកន្លែង Ubuntu នេះក៏ដូចគ្នាយើង search វានៅក្នុង web server មកយើងនឹងឃើញពាក្យ download យើងចុច click ទៅលើពាក្យ download ហ្នឹងទៅវានឹងធ្វើការ download ឲ្យយើងហើយនេះគឺជា software របស់ខ្ញុំពីនឹងមិញហ្នឹងបន្ទាប់ពីទទួលបាន software ទាំងពីរហ្នឹងហើយខ្ញុំនឹងប្រាប់អំពីរបៀបនៃការ install វាដាក់ទៅលើ PC របស់យើងអញ្ចឹងយើង right click លើវាពីរដងមកហើយយើងចុចពាក្យ yes ដល់បន្តិចយើងចុចពាក្យថា next ហើយយើងចុច I accept នេះដល់បន្តិចចុចថា next ទៀតមកហើយយើងចុច next ទៀតហើយចុច yes កន្លែងនេះយើងយក default វាអត់មានត្រូវការដោះធីដយទេចុច next ទៀតមកហើយយើងចុចពាក្យ install យើងធ្វើការរងចាំវាទៅឡើង software ហ្នឹងមកនេះគឺវាលោតពាក្យ finish បានន័យថាយើង install វាបានជោគជ័យហើយយើងចុច finish ហ្នឹងមកដល់ពេលដែលយើងចុច finish ហើយវានឹងលោតផ្ទាំងនេះមកអញ្ចឹងឥឡូវហ្នឹងខ្ញុំធ្វើការបង្កើតម៉ាស៊ីនថ្មីនៅក្នុង VirtualBox ហ្នឹងចុចពាក្យ new ហើយយើងដាក់ឈ្មោះមកដាក់ឈ្មោះរបស់ខ្ញុំកន្លែងនេះយើងធ្វើការជ្រើសទីតាំងខ្ញុំចង់ដាក់កន្លែងណាក៏បានដែរតែខ្ញុំដាក់នៅក្នុង 3D ខ្ញុំធ្វើការបង្កើត folder រួចរាល់ចុច select folder មកហើយកន្លែង OS នេះយក Linux កន្លែងនេះគឺយើងយក Ubuntu ហើយយើងធ្វើការចុចតើពេលយើងធ្វើការដាក់ហើយយើងចុច finish មកហើយយើងចុច startហើយយើងចុចពាក្យ try to install Ubuntu server ចុច enter មកហើយយើងធ្វើការរងចាំឲ្យវាដើរបន្តិចយើងធ្វើការចុច enter មកកន្លែងនេះវាឲ្យយើងរើសភាសាខ្ញុំយកអង់គ្លេសចុច enter មកហើយកន្លែងនេះយើងយក continue without updating ហើយចុច done មកហើយចុច done ទៀតមកកន្លែងនេះខ្ញុំចុច done ដែរយើងរងចាំឲ្យវាដើរបន្តិចសិនមកហើយយើងចុចពាក្យ done ទៀតមកកន្លែងនេះយើងចុច arrow key យើងដោះ tab កន្លែង set up នេះហើយយើងចុចក្រោមទៅរកពាក្យ done
នេះគឺយើងចុចពាក្យតាមដែរហើយចុចពាក្យ continue ហើយយើងធ្វើការដាក់ឈ្មោះរបស់យើងមកកែ server នេះយើងដាក់ឈ្មោះមួយក៏បានដែរនេះ username ខ្ញុំដាក់មួយហូហើយ password ហើយយើងចុច download ចុច continue យើងមករកពាក្យដានរងចាំវាដើរបន្តិចសិនមកចឹងកន្លែងនេះវាចាំយូរបន្តិចហើយនៅពេលដែលវាលោតពាក្យ robot ណាមកយើងចុចពាក្យនោះមកកន្លែងនេះយើងធ្វើការវាយ user ដែលយើងបានដាក់មុនហ្នឹងហើយ password យើងចុច enter មកឥឡូវនេះដល់វគ្គដែលយើងត្រូវវាយ comment នេះចឹងយើងចុច enter កន្លែងនេះវា require យើងវាយ password ហើយតមកទៀតយើងវាយ comment មួយទៀតកន្លែងនេះយើងវាយ check កន្លែងនេះ comment ចុងក្រោយ កន្លែងនេះយើងធ្វើការរងចាំដើម្បីវា upgrade ក
ពេលដែលវាចេញផ្ទាំងនេះហើយគឺយើងចុចពាក្យ tab ដើម្បីទៅរកពាក្យ OK យើង enter មកអូខេអញ្ចឹងការ install ពីបន្ទូល server របស់ខ្ញុំគឺទទួលបានជោគជ័យអរគុណច្រើន